ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនឹងខ្ញុំមកប្រាប់ពីវិធីដាំម្អមដើម្បីឲ្យមានម្អមហូបគ្រប់រដូវជាដំបូងយើងត្រូវមានកតុងទឹកខ្ញុំយកកតុងទឹកដែលមានចំណុះ10លីត្រឬក៏ផើងអីក៏បានដែរបងប្អូនដែលអត់មានចោះរុនទេអញ្ចឹងម្អមយើងដាំខុសពីដំណាំទូទៅគឺយើងចោះរុនឲ្យវាទឹកហូរមកក្រោមកុំឲ្យជ្រេញទឹកប៉ុន្តែចំពោះម្អមគឺអត់ចោះទេគឺបងប្អូនកាត់កតុងទឹកអញ្ចឹងមកកាត់ខ្ញុំអញ្ចឹងមកគឺកាត់អត់ឲ្យដាច់ទេដល់ពេលអានេះទុកដល់ពេលដាំហើយគឺបងប្អូនគ្របអញ្ចឹងគ្របឲ្យជិតបន្តមកទៀតគឺមានម្អមហ្នឹងខ្ញុំរើតែដើមណាដែលមានឫសដុះស្រាប់ទេព្រោះខ្ញុំអត់ផ្សាំខ្ញុំជឿផ្សាំខ្ញុំយកអាដើមដែលមានឫសដុះស្រាប់ហើយឥឡូវនេះខ្ញុំដាក់ដីបានហើយចំពោះដីហ្នឹងគឺខ្ញុំដាក់ដីផុកបងប្អូនបន្ទាប់ពីដាក់ដីហើយគឺចាប់តាមស្ទូងម្អមនោះចូលទៅចាហើយឥឡូវនេះខ្ញុំចាប់ដើមស្ទូងរួចហើយបន្ទាប់ពីស្ទូងហើយបងប្អូនទាញអាកម្របនឹងមកគ្របឲ្យជិតចឹងមកចានេះគ្របឲ្យជិតអញ្ចឹងហើយបងប្អូននៅកន្លែងណាមលប់ដាក់ទុកជាការស្រេចហើយនេះគឺជាម្អមដែលខ្ញុំដាំបានរយៈពេលជិត1ខែគឺទើបដកបានប្រវាយនេះ